សម្រាប់វីតាមីនមួយនេះគឺជាវីតាមីនប្រទេសអូស្ត្រាលីដែលមួយកំប៉ុងមាន60គ្រាប់ផ្ដោតសំខាន់ទៅលើបរិមាណទឹកដោះអញ្ចឹងបានន័យថាសម្រាប់អ្នកដែលគាត់បូមទឹកដោះដែលគាត់អនុវត្តត្រឹមត្រូវតាមគន្លឹះហើយអ្នកបូមទឹកដោះឬក៏អ្នកអំបៅទឹកដោះបានត្រឹមត្រូវអស់ហើយប៉ុន្តែគាត់ចង់បង្កើនបរិមាណបន្ថែមទៀតអានេះគឺជាវីតាមីនជំនួយបន្ថែមអញ្ចឹងផ្ដោតទៅលើបរិមាណសម្រាប់វីតាមីន Elevate Breastfeeding នេះក៏សម្រាប់ម៉ាម៉ាដែលគាត់អំបៅដោះកូនឬក៏បូមទឹកដោះដែរប៉ុន្តែវាផ្ដោតមួយទៀតទៅលើការដែលធ្វើឲ្យទឹកដោះរបស់យើងនឹងកាន់តែមានគុណភាពអ្នកបានឃើញអញ្ចឹងក្នុងនោះមានវីតាមីនចម្រុះច្រើនមែនតែនហើយមានទាំង Omega 3 DHA ហើយក៏ដូចជា acid folic ដែរអញ្ចឹងវាជួយសំខាន់មែនតែនគឺទៅលើឲ្យទឹកដោះរបស់យើងមានគុណភាពអញ្ចឹងអ្នកដែលគាត់អត់សូវញ៉ាំបានចម្រោះជីវជាតិបន្លែត្រីសាច់ចម្រោះទឹកស្លឬក៏ច្រើនប្រភេទទេគាត់ញ៉ាំតែមួយមុខណាឬក៏ក្រៀមក្រោះឬក៏បែបណាមួយយើងគួរតែញ៉ាំបន្ថែមជាមួយនឹងវីតាមីន Elevate Breastfeeding នេះហើយវាក៏ជំនួយបន្ថែមដែរដោយសារអីវាមាន Omega 3 DHA អញ្ចឹងគឺវាជួយទៅដល់ការលូតលាស់ភ្នែកក៏ដូចជាខួរក្បាលរបស់កូនយើងដែរអញ្ចឹងបន្ថែមទៅលើបរិមាណក៏យើងត្រូវតែផ្ដោតទៅលើគុណភាពទឹកដោះរបស់យើងដែរសម្រាប់ការចូលនេះម៉ាម៉ាដែលបើដោះកូនណាត្រូវការជាចាំបាច់តែម្ដងអត់អាចញ៉ាំតែវីតាមីនហើយមើលរំលងចិត្តការចូលទេដោយសារអីតែវាមុខងារផ្សេងគ្នាក្រៅពីវីតាមីនដែលបង្កើនបរិមាណទឹកដោះនិងជំនួយទៅដល់គុណភាពទឹកដោះការចូលនេះដើរតួនាទីសំខាន់មែនទែនដោយសារអីម៉ាម៉ានៅពេលដែលយើងបើដោះកូនណាការចូលរបស់យើងត្រូវផ្ទេរតែឲ្យទារកតាមរយៈទឹកដោះហ្នឹងណាអញ្ចឹងម៉ាម៉ាគាត់ត្រូវការជាតិកាល់ស្យូមដើម្បីបំពេញបន្ថែមអញ្ចឹងបើសិនជាគាត់អត់ញ៉ាំបំពេញបន្ថែមយូរទៅធ្វើឲ្យគាត់ប្រឈមមុខនឹងការពុកឆ្អឹងមុនអាយុហើយបែបហ្នឹងឯអ្នកដែលគាត់បើដោះកូនឬក៏បូមទឹកដោះអីឬក៏ក្រោយសម្រាលហ្នឹងគាត់តែងតែមានអារម្មណ៍ថាចេះគាត់អស់កម្លាំងលះហើយជក់រយសាច់ដុំឈឺខ្នងឈឺចង្កេះគេងអត់បានឬក៏ល្វើយតែម្ដងណាម៉ាម៉ាអញ្ចឹងហើយគឺគាត់អត់បានដឹងទេថាគាត់កង្វះនៅជាមួយនឹងជាតិកាល់ស្យូមដោយសារអីពេលខ្លះគាត់គេងអត់បានឆ្អែតដោយសារតែគាត់ជក់រយខ្លាំងពេកពិបាកគេងពិបាកអីអញ្ចឹងគាត់ឈឺខ្នងឈឺចង្កេះហើយពេលខ្លះមួយទៀតគាត់គិតថាខ្លួនគាត់នឹងទាស់ថែមទៀតផងតាមពិតទៅមិនអញ្ចឹងទេវាអាចជារោគសញ្ញានៃកង្វះជាតិកាល់ស្យូមហើយដូចម៉ាក់ដឹងអញ្ចឹងកាល់ស្យូមវាក៏ជំនួយបន្ថែមទៅលើការលូតលាស់ឆ្អឹងក៏ដូចជាធ្មេញរបស់ទារកក៏ដូចជាសាច់ដុំដែរអញ្ចឹងនៅពេលដែលគាត់ទទួលអត់បានគ្រប់គ្រាន់យូរទៅគាត់ក៏កង្វះជាមួយនឹងជាតិកាល់ស្យូមដែរក្មេងៗម៉ាម៉ាទារកអញ្ចឹងម៉ាក់ក៏ខ្វះកូនក៏ខ្វះដែរដោយសារតែរបបអាហាររបស់យើងភាគច្រើនគឺអត់សូវសម្បូរជាតិកាល់ស្យូមទេហើយអ្នកខ្លះវិញក៏គាត់អត់ចូលចិត្តញ៉ាំដែរឧទាហរណ៍ថាកាល់ស្យូមមាននៅក្នុងទឹកដោះគោអ្នកខ្លះគាត់ញ៉ាំទឹកដោះគោច្រើនណាស់ឬក៏គាត់ញ៉ាំដែរបានតែបរិមាណតិចតួចព្រោះថាកាល់ស្យូមមួយអំពូលនេះតើតាម៉ាក់ញ៉ាំជាមួយនឹងទឹកដោះគោចំណុះ1លីត្រទៅស្មើនឹងកាល់ស្យូមមួយអំពូលអញ្ចឹងបើសិនជាម៉ាក់ដឹងថាខ្លួនឯងអត់សូវញ៉ាំជាមួយនឹងរបបអាហារដែលសម្បូរជាតិកាល់ស្យូមឬក៏អត់គ្រប់គ្រាន់ទេម៉ាក់ត្រូវញ៉ាំបន្ថែមទៀតអញ្ចឹងបានជាម៉ាក់សួរថាតើ3មុខហ្នឹងអ្នកដែលគាត់ត្រូវបំបៅដោះកូនឬបូមទឹកដោះហ្នឹងត្រូវញ៉ាំទាំងអស់ឬក៏បែបណាចាម៉ាក់តួនាទីវាផ្សេងគ្នាប៉ុន្តែការញ៉ាំនឹងរបៀបញ៉ាំគឺម៉ោងពេលផ្សេងគ្នានឹងមានការណែនាំហើយបើសិនជាម៉ាក់ចង់ទិញតែមួយមុខក៏មានលក់ដែរមិនថាអូណែនាំម៉ាក់3ហ្នឹងតួនាទីវាឲ្យត្រូវតែម៉ាក់ទិញទាំង3ទៅលក់អីអត់ទេម៉ាក់ទិញមួយណាក៏បានដែរទៅតាមតម្រូវការក៏ដូចជាលទ្ធភាពរបស់ម៉ាក់គ្រាន់តែបើសិនជាម៉ាក់សួរថាមុខងារ3ហ្នឹងវាជាន់គ្នាអត់ជាន់ទេវាផ្សេងគ្នាវាបំពេញន័យឲ្យគ្នាទៅវិញទៅមកដូចនេះគឺបង្កើនបរិមាណទឹកដោះអានេះជំនួយទៅដល់គុណភាពទឹកដោះសម្បូរទៅដោយវីតាមីនដូចខាងក្នុងប្រអប់នេះបានបង្ហាញអញ្ចឹងម៉ាក់ហើយកាល់ស្យូមនេះគឺមួយផ្នែកទៀតអញ្ចឹងយើងអត់ចង់ថាពេលបូមទឹកដោះហើយយើងឲ្យកូនសុខភាពល្អអីល្អហើយស្រាប់តែយើងនេះកង្វះជាមួយនឹងជាតិកាល់ស្យូមយើងត្រូវពុកឆ្អឹងមុនអាយុហើយយើងអស់កម្លាំងលះថ្លៃជក់រយសាច់ដុំឈឺខ្នងឈឺចង្កេះផ្សេងនោះទេអញ្ចឹងម៉ាក់